តាមការដឹងពីអាដាមហួតហាក់រដ្ឋមន្ត្រីក្រសួងទេសចរបានដឹងថាអាដាមមានគម្រោងកែច្នៃនិងរៀបចំផ្ទះកំណើតរបស់សម្ដេចនាយកហ៊ុនសែនដែលស្ថិតនៅក្នុងភូមិពីមក្រៅឃុំពីមកោះស្នាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រដៃជោសែនដើម្បីទុកជាកេរដំណែលប្រវត្តិសាស្ត្ររបស់សម្ដេចនាយកហ៊ុនសែននិងជាកំណត់ទ្រព្យរបស់អ្នកស្រុកស្ទឹងត្រង់ទុកជាការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយទៀតក៏ដូចជាការបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារដែលពឹងផ្អែកទៅលើវិស័យទេសចរនិងលើកស្ទួយមុខមាត់ខេត្តកំពង់ចាមឲ្យកាន់តែមានភាពរីកចម្រើនប្រកបដោយសក្តានុពលនិងភាពទាក់ទាញការបញ្ជាក់របស់អាដាមរដ្ឋមន្ត្រីក្រសួងទេសចរនេះធ្វើឡើងកាលពីរសៀលថ្ងៃទី11ខែឧសភាឆ្នាំ2025ម្សិលមិញនេះក្នុងឱកាសដែលអាដាមនិងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំនិងក្រុមការងារជាច្រើនរូបទៀតអញ្ជើញអមដំណើរសម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអញ្ជើញទស្សនាដោយផ្ទាល់ផ្ទះកំណើតសម្ដេចតេជោហ៊ុនសែនជាការឆ្លើយតបទៅនឹងបំណងរបស់អាដាមរដ្ឋមន្ត្រីក្រសួងទេសចរសម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនបានសម្ដែងនឹងការកោតសរសើរពេញចិត្តនិងគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្ដើមក្នុងការប្រែក្លាយផ្ទះនៅស្រុកកំណើតរបស់សម្ដេចតេជោទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រដៃជោសែននិងបានជំរុញអាដាមហួតហាក់និងអាដាមអ៊ុនចន្ទាអភិបាលខេត្តកំពង់ចាមរួមសហការគ្នាសិក្សាអំពីនីតិវិធីក្នុងការរៀបចំប្រែក្លាយផ្ទះកំណើតរបស់សម្ដេចតេជោហ៊ុនសែនទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រដៃជោសែនឲ្យបានឆាប់រហ័សសូមបញ្ជាក់ថាផ្ទះកំណើតរបស់សម្ដេចតេជោហ៊ុនសែនស្ថិតនៅក្នុងឃុំពីមក្រៅឃុំពីមកោះស្នាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមផ្ទះកំណើតរបស់សម្ដេចតេជោហ៊ុនសែនធ្លាប់បានរុះរើផ្ទះចាស់ដែលមានសភាពទ្រុឌទ្រោមខ្លាំងចេញនិងជំនួសដោយផ្ទះថ្មីសង់អំពីឈើប្រាក់ក្បឿងទំហំ6ម៉ែត្រគុណនឹង14ម៉ែត្រដែលមានអ្នកស្រីសុនជូនិងស្វាមីជាអ្នកមើលថែទាំរហូតដល់សប្តាហ៍នេះនាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃប្រហុកឆ្នាំ2025ដែលនឹងចាប់ផ្ដើមនៅក្នុងកំឡុងខែមិថុនាឆ្នាំ2025ខាងមុខក្នុងគោលបំណងផ្សព្វផ្សាយនិងស្វែងរកសហគ្រាសកែច្នៃផលិតផលប្រហុកឆ្នាំបំផុតដែលផ្អែកលើគុណភាពសុវត្ថិភាពនិងប្រសិទ្ធភាពដើម្បីជំរុញក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រហុកតាមរយៈការអនុវត្តបច្ចេកទេសការកែច្នៃប្រហុកការវិភាគសេដ្ឋកិច្ចការប្រកួតប្រជែងទីផ្សារនិងការបន្ថែមរសជាតិលើផលិតផលពីប្រហុកឲ្យកាន់តែមានភាពលេចធ្លោបន្ថែមទៀតតាមការបញ្ជាក់ពីនាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដឹងថាមានតែរោងចក្រសហគ្រាសសិប្បកម្មឬអ្នកកែច្នៃប្រហុកតែប៉ុណ្ណោះដែលទទួលបានសិទ្ធិប្រកួតប្រជែងនេះសម្រាប់ជ័យលាភីកែច្នៃប្រហុកឆ្នាំ2025នេះទីលេខ1ដល់លេខ3នឹងទទួលបានពានរង្វាន់និងអមដល់ប្រាក់រង្វាន់លើកទឹកចិត្តផងដែរអ្នកមានបំណងចូលរួមប្រកួតប្រជែងសូមចុះឈ្មោះតាមរយៈដំណភ្ជាប់ដែលមានភ្ជាប់មកជាមួយឲ្យបានត្រឹមត្រូវនៅថ្ងៃទី30ខែឧសភាឆ្នាំ2025នេះឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 65 78 79 011 94 21 42សូមបញ្ជាក់ថាកម្មវិធីប្រឡងប្រជែងការច្នៃប្រហុកឆ្នាំ2025ត្រូវបានក្រសួងកសិកម្មព្យាករណ៍ថានឹងមានអ្នកចូលរួមចំនួនពី20ទៅ30រូបដែលនឹងប្រព្រឹត្តធ្វើឡើងនៅទីតាំងខេត្តសៀមរាបខណៈលទ្ធផលរំពឹងទុកថាផលិតផលប្រហុកត្រូវបានផ្សព្វផ្សាយទៅកាន់ទីផ្សារក្នុងស្រុកនិងក្រៅស្រុកនិងបន្តផ្សារភ្ជាប់ទំនាក់ទំនងជាអ្នកកែច្នៃប្រហុកនិងដៃគូអភិវឌ្ឍឬភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍប្រហុកខ្មែរឲ្យកាន់តែមានស្តង់ដារថែមទៀតក្រៅពីបានប្រយុទ្ធគ្នារយៈពេល4ថ្ងៃស្លាប់មនុស្សសរុបជិត70នាក់ហើយទីបំផុតប្រទេសឥណ្ឌានិងប៉ាគីស្ថានកាលពីថ្ងៃសៅរ៍បានព្រមព្រៀងឈប់បាញ់គ្នាដែលបានចូលជាធរមានភ្លាមនៅថ្ងៃនោះតែម្ដងក្រោយពីមានការសម្របសម្រួលពីសហរដ្ឋអាមេរិកប៉ុន្តែភាគីចំនួនទាំងពីរនៅតែបន្តចោទដាក់គ្នាថាជាអ្នកបំពានលើបទឈប់បាញ់នេះនិងបានត្រៀមលក្ខណៈឆ្លើយតបដាក់គ្នារៀងៗខ្លួនផងដែរប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអាទិត្យបានយល់ព្រមតាមសំណើរបស់សមាភិកីរុស្ស៊ីលោក Vladimir Putin សម្រាប់ជំនួបទល់មុខគ្នាក្នុងប្រទេសទូគីនៅថ្ងៃទី15ខែឧសភាក្នុងសប្តាហ៍នេះនេះគឺជាសញ្ញាវិជ្ជមានមួយឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនរយៈពេល3ឆ្នាំមកហើយក្រោយពីមានការដាក់សម្ពាធពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបលើរុស្ស៊ី